អ៊ុយក្រែននិងរុស្ស៊ីបានបង្កើនការវាយលុកខ្លាំងលើសមរភូមិយន្តហោះគ្មានមនុស្សបើកហៅថា drone ដ៏ធំបំផុតមួយនៃចំនួនរបស់ពួកគេមួយថ្ងៃមុនពេលការចរចាសន្តិភាពនឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលមន្ត្រីសន្តិសុខដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថាការវាយប្រហារត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យលើមូលដ្ឋានអាកាសចំនួន4ហើយយន្តហោះចម្បាំងរុស្ស៊ីចំនួន41គ្រឿងត្រូវបានវាយប្រហារការប៉ាន់ប្រមាណថាការខូចខាតនោះមានទំហំ$7,000 លានដែល 34% នៃយានផ្ទុកកាំជ្រួចយុទ្ធសាស្ត្រនៅអាកាសយានដ្ឋានសំខាន់នៃសហព័ន្ធរុស្ស៊ីត្រូវបានបំផ្លាញអ្នកចរចាអ៊ុយក្រែននៅក្នុងកិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនៅថ្ងៃទី2ខែមិថុនានៅទីក្រុងអ៊ីស្តង់ប៊ុលនឹងបង្ហាញដល់ភាគីរុស្ស៊ីនៅផែនទីបង្ហាញផ្លូវដែលបានស្នើឡើងសម្រាប់ការឈានដល់ដំណោះស្រាយសន្តិភាពយូរអង្វែងនេះបើយោងតាមច្បាប់ចម្លងនៃឯកសារដែល Reuters បានទទួលផែនទីបង្ហាញផ្លូវដែលបានស្នើនឹងចាប់ផ្ដើមឡើងជាមួយនឹងបទឈប់បាញ់ពេញលេញយ៉ាងហោចណាស់30ថ្ងៃដើម្បីបន្តដោយការដោះលែងអ្នកទោសទាំងអស់ដែលចាប់ដោយភាគីនីមួយៗហើយកុមារអ៊ុយក្រែនដែលត្រូវបានចាប់ចូលក្នុងទឹកដីគ្រប់គ្រងដោយរុស្ស៊ីហើយបន្ទាប់មកកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែន Zelensky និងលោកពូទីនចាប់ផ្ដើមនៅក្រោមប្លង់មេទីក្រុងមូស្គូនិងគៀវដោយមានការចូលរួមពីសហរដ្ឋអាមេរិកនិងអឺរ៉ុបធ្វើឡើងដើម្បីលុបបំបាត់លក្ខខណ្ឌដែលពួកគេយល់ព្រមក្នុងការបញ្ចប់ទាំងស្រុងនៅសង្គ្រាមដែលមានរយៈពេលជាង3ឆ្នាំរបស់ពួកគេដែលចំនួនដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីដើមសប្តាហ៍នេះថាពួកគេបានបញ្ជូនប្លង់មេទៅកាន់ភាគីរុស្ស៊ីជាមុននៃកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលគ្រប់លក្ខខណ្ឌរបស់អ៊ុយក្រែនសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដោយដែលមានចែងក្នុងឯកសារគឺភាគច្រើនដូចទៅនឹងលក្ខខណ្ឌដែលបានដាក់ចេញពីមុនធ្លាប់ចរចាគ្នាម្ដងហើយដោយទីក្រុងខៀវទាំងនោះរួមទាំងនៃការរដ្ឋបិទលើកងកម្លាំងយោធារបស់អ៊ុយក្រែនបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានវាយប្រហារគ្មានការទទួលស្គាល់ជាអន្តរជាតិអំពីអធិបតេយ្យភាពរុស្ស៊ីលើផ្នែកខ្លះនៃអ៊ុយក្រែនដែលបានកាន់កាប់ដោយកងកម្លាំងរបស់ក្រុងមូស្គូនិងសំណងសម្រាប់អ៊ុយក្រែនឯកសារក៏បានបញ្ជាក់ដែរថាទីតាំងបច្ចុប្បន្ននៃជួរមុខនឹងជាចំណុចចាប់ផ្ដើមសម្រាប់ការចរចាអំពីទឹកដីពាក្យទាំងនេះមានលក្ខខណ្ឌខុសគ្នាខ្លាំងពីការទាមទារដែលរុស្ស៊ីបានប្រកាសជាសាធារណៈក្នុងប្រមាណសប្តាហ៍កន្លងទៅដែលចង់បានទឹកដីអ៊ុយក្រែន 10,000 គីឡូម៉ែត្រការ៉េគួររំលឹកថាមុនពេលចរចាគ្រោងនឹងធ្វើឡើងលើកទី2នេះលោកប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឲ្យទីក្រុងមូស្គូនិងទីក្រុងគៀវធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេហើយរុស្ស៊ីបានស្នើឲ្យមានកិច្ចពិភាក្សាទល់មុខគ្នាជាលើកទី2ជាមួយនឹងមន្ត្រីអ៊ុយក្រែនពលគឺនៅទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃទី2នេះក្រុងគៀវបាននិយាយកាលពីដើមសប្តាហ៍នេះផងដែរថាខ្លួនបដិញ្ញាក្នុងការស្វែងរកសន្តិភាពប៉ុន្តែថាខ្លួនកំពុងរងចាំអនុសរណៈពីភាគីរុស្ស៊ីដែលកំណត់សំណើរបស់ពួកគេដែលមិនទាន់បានសម្រេចយ៉ាងណាក៏ដោយលោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថាលោកនឹងបញ្ជូនគណៈប្រតិភូមន្ត្រីរបស់លោកទៅជួបសមាភាគីរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល